បាទសួស្តីពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមករៀនសូត្រកំណាព្យតួនាទីកូនប្រុសកើតជាកូនប្រុសចេះដឹងត្រូវខុសគិតគូរវែងខ្លីចំណេះត្រូវមានជាទានរស្មីជំនួសស្មារតីធ្វើអ្វីត្រឹមត្រូវខ្លួនយើងជាប្រុសមិនត្រូវធ្វើខុសវាចាក់ពីផ្លូវពីពាក្យទូមានចាស់ព្រានប្រដៅគោរពម៉ែឪធ្វើកូនអកតញ្ញូជាប្រុសត្រូវដឹងធ្វើអ្វីខំប្រឹងធ្វើកុំរអ៊ូត្រូវចេះអត់ធ្មត់មោះមុតតស៊ូក្បួនច្បាប់ជាគ្រូព្យាយាមឧស្សាហ៍ជាប្រុសត្រូវដឹងយើងជាទីពឹងមេត្តាបិតាបាទសួស្តីពុកម៉ែបងប្អូនជួបគ្នាម្ដងទៀតហើយថ្ងៃនេះខ្ញុំមករៀនសូត្រកំណាព្យដែលមានចំណងជើងថាម៉ែខ្លាចណាស់និយាយស្ដាប់ដូចតទៅម៉ែខ្លាចកូនរស់ឈ្មោះអវិជ្ជាម៉ែខ្លាចដល់គ្រាម៉ែឃ្លាតឆ្ងាយម៉ែខ្លាចកូនអត់ខ្សត់ប្រាក់ចាយម៉ែខ្លាចម៉ែស្ដាយទៅទូមានម៉ែខ្លាចថ្ងៃមុខទុកទ្របព្យាម៉ែខ្លាចមិនធាវាដូចទៀនម៉ែខ្លាចហើយព្រួយស្ទួយឲ្យរៀនម៉ែខ្លាចកូនគ្មានស្ពានទៅមុខម៉ែខ្លាចកូនហត់អត់ចំណេះម៉ែខ្លាចមិនចេះកូនរងទុកម៉ែខ្លាចម៉ែគិតរៀបទំនុកម៉ែខ្លាចសំបុកកូនមិនខ្ពស់ម៉ែខ្លាចទៅខំសន់សំទ្របម៉ែខ្លាចអាភ័ព្វទ្របគេតយុម៉ែខ្លាចថាកូនគ្មានគេឈ្មោះម៉ែខ្លាចកូនរស់ឈ្មោះអសោចបាទកំណាព្យនេះមានតែប៉ុណ្្នឹងទេបាទសួស្តីពុកម៉ែបងប្អូនជួបគ្នាម្ដងទៀតហើយថ្ងៃនេះខ្ញុំមានកំណាព្យមួយដែលមានចំណងជើងថាសិស្សភ្លេចសៀវភៅបាទរីករាយស្ដាប់ដូចតទៅចិត្តសែនព្រួយភ័យភ្លេចភ្លាំងរាល់ថ្ងៃសៀវភៅវិជ្ជាឲ្យតែយ៉ាងនឹងច្បាស់នឹងរៀនធ្លាក់បាត់បង់មិត្តភ័ក្តិរៀនសូត្រជាមួយជួបគ្រូពេលណាតឹងណែនអោរាទ្រង់អើយសែនព្រួយខ្លាចគ្រូស្ដីថាអាត្មាខ្ញុំមួយឈឺគ្មានអ្នកជួយគ្រូបាញ់ចំហេតុអ្វីប្រាជ្ញាអ្នកមិនធ្វើការទុកដាក់រៀបចំសៀវភៅឲ្យហើយចិត្តស្បើយឧត្តមមិនបាច់ប្រឹងខំកិច្ចមុខគ្រូឡើយថ្ងៃក្រោយត្រូវចាំត្រូវតែចំណាំគិតមុនគិតក្រោយឈប់ឲ្យភ័ន្តភាំងភ្លេចភ្លាំងទៀតហើយសៀវភៅដងហើយរៀបចំយកមកបាទកំណាព្យមានតែប៉ុណ្្នឹងទេបាទសួស្តីពុកម៉ែបងប្អូនជួបគ្នាម្ដងទៀតហើយថ្ងៃនេះខ្ញុំមានកំណាព្យមួយមានចំណងជើងថាចេះពិតអត់បាទរីករាយស្ដាប់ដូចតទៅចេញដំណើរយឺតតែមានគោលដៅល្អជាងលឿនខ្លៅទាំងមិនដឹងទិសសង់ផ្ទះតូចទៀបគង់តែមានគ្រឹះឈើខ្ពស់ឥតឬមានអ្វីប្រាថ្នាឈើខ្ពស់ដើមលែងតែងភ័យនឹងខ្យល់ឈើទៀបមែកទាល់ខ្វល់នឹងវល់ពាត់ឈើខ្លឹមឬធំថ្មភ្នំសង្កត់ឈរមាំអំណត់អត់ខ្លាចព្រះពាយទោះយ៉ាងណាមិញចំណេះចេះស្ទាត់ឥតភ័យក្រែងអត់ប្រកបពុនរាយការងារសុចរិតឥតគិតរាយមាយបុណ្យទាន
ឥតស្ដាយចំណាយបូជានេះហៅថាចេះចំណេះខាងត្រូវឥតចេញចាកផ្លូវនៃព្រះធម្មាឋានសួគ៌ឋានសុខចាំគ្រប់វេលានិព្វានបើកទ្វារជានិច្ចរងចាំបាទកំណាប់នឹងមានតែប៉ុណ្្នឹងទេបាទអរគុណពុកម៉ែបងប្អូន